ចៅសង្កាត់ផ្សារដេប៉ូមួយនឹងក្រុមការងារបានចុះសួរសុខទុក្ខនាំយកអំណោយនិងថវិកាមួយចំនួនទៅប្រគល់ជូនដល់ជនភៀសគ្រួសារយោធិននិងគ្រួសារដែលមានជីវភាពខ្វះខាតក្នុងឃុំត្បូងក្រពើលោកស្រីពៅសាម៉ៅចៅសង្កាត់ផ្សារដេប៉ូមួយរាជធានីភ្នំពេញនិងជាអនុប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាមូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារព្រមទាំងលោកគៀងសេងគីមេឃុំត្បូងក្រពើបាននាំយកអំណោយមនុស្សធម៌និងថវិកាមួយចំនួនទៅប្រគល់ជូនដល់ជនភៀសគ្រួសារយោធិនចំនួន80គ្រួសារដែលមានជីវភាពខ្វះខាតចំនួន24គ្រួសារស្ថិតនៅភូមិត្បូងក្រពើស្រុកសន្ទុកខេត្តកំពង់ធំនាព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025លោកគៀងសេងគីមេឃុំត្បូងក្រពើបានពំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមនួន ផារតអភិបាលខេត្តកំពង់ធំតែងតែផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់ចំពោះជនភៀសគ្រួសារកងទ័ពដែលមកស្នាក់នៅបណ្ដោះអាសន្នព្រមទាំងជំរុញឲ្យអាជ្ញាធរភូមិឃុំស្រុកធ្វើការស្រាវជ្រាវនិងប្រមូលទិន្នន័យពីជនភៀសដើម្បីក្តាប់បានព័ត៌មានជាក់លាក់និងធ្វើការចុះសួរសុខទុក្ខនិងផ្ដល់ភាពងាយស្រួលក្នុងការមកស្នាក់អាស្រ័យដោយមិនមានការផិតភ័យអ្វីឡើយថ្លែងទៅកាន់បងប្អូនជនភៀសទាំងអស់លោកស្រីពៅសាម៉ៅចៅសង្កាត់ផ្សារដេប៉ូទី1រាជធានីភ្នំពេញនិងជាអនុប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាមូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយគាំទ្រឧបត្ថម្ភនៅធនធាននិងសម្ភារៈសម្រាប់បន្តចែកចាយជូនដល់គ្រួសារកងទ័ពជនភៀសនៅក្នុងរយៈពេលនៃសង្គ្រាមនេះជាស្មារតីសាមគ្គីភាពខ្មែរជួយខ្មែរមិនបោះបង់ខ្មែរទោះក្នុងកលៈទេសៈណាក៏ដោយតាមរយៈស្មារតីស្នេហាជាតិដ៏ពុះកញ្ជ្រោលរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសរួមជាមួយភាពអង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខដែលបានបញ្ចូលគ្នាជាធ្លុងមួយនាពេលនេះគឺជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាលជាអាវុធស័ក្តិសិទ្ធិបំផុតក្នុងការកម្ចាត់សត្រូវឈ្លានពានយោធាថៃឲ្យរលាយសាបសូន្យសូមបញ្ជាក់ផងដែរថាគ្រួសារចំនួន104គ្រួសារដែលបានទទួលអំណោយមនុស្សធម៌ពីលោកស្រីពៅសាម៉ៅចៅសង្កាត់ផ្សារដេប៉ូទី1រាជធានីភ្នំពេញនិងជាអនុប្រធានសម្ព័ន្ធភាពជាសមាគមក្រុមប្រឹក្សាមូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសទឹកបរិសុទ្ធ1កេសត្រីឆ្អើរ1ចង្កាក់ប្រហុកខ្ទិះ1កំប៉ុងអាវរងា1នំក្មេង2កញ្ចប់ធំនិងថវិកា20000រៀលដោយឡែកគ្រួសារយោធិន9គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកា40000រៀលផងដែរ